tam chùm nửa khmái chưa lựa bồn của xó nâng ạ của xó đôi ní cướp chỉ vật tiền mà nú sát phiệp là ất sót ai sang của xó mở cao chia mà nụ bàn ta tam chùm nửa cử vĩnh bộ sài mạch đáy xôm lục chui bộ sài mình chành chào tê tài chọn bán hạt Paul bích đàm bay cũng chưa lừa với tiền ngỡ nghịch bạn ní cứ chỉ sầm nô muối rồi bong mà nè đó để bạn ở chào chỉ sầm nô mà cán trongในขนมคำมันbạnออกคุณสาวสมนูนี่มาchỉ sầm nô đó là o muối để bạn ở lực làng nằm bay ở trong bạn thưa ca về nhảy từ ca bộ sài chỉ ca dù đằng muối từ đó ở bong ôn taoออกนี่ได้bạnสำหรับสำนวนนี้ខ្ញុំសូមបើកវងកញ្ចក់បន្តិចដើម្បីបង្ហាញអំពីទិន្នន័យមួយចំនួនឲ្យបងប្អូនបានដូររបៀបគិតបន្តិចណាដើម្បីកុំឲ្យមានការយល់ច្រឡំឬក៏ការប្រៀបធៀបបាទសម្រាប់គោលការណ៍របស់ខ្ញុំក្នុងការបកស្រាយនឹងការវែកញែកអំពីជំនឿខ្ញុំមិនធ្វើការប្រៀបធៀបទេជាមួយនឹងសាសនាមួយទៅសាសនាមួយបាទតែខ្ញុំបញ្យល់នៅបែបលក្ខខណ្ឌនៃជំនឿគ្រិស្តបរិស័ទដោយមិនទទួលសំណួរដែលប្រៀបធៀបរវាងសាសនានិងសាសនានោះទេបាទព្រោះយើងជំនាញខុសគ្នាបាទជំនាញខុសគ្នាដូចខ្ញុំជាផ្នែកគ្រឹះសាសនាបាទជាអ្នកជំនាញផ្នែកសាសនាគ្រឹះដែលស្អាតដែលខ្ញុំចង់កាត់ការសិក្សាដែលថាខ្ញុំជឿព្រះយេស៊ូវគ្រីស្ទតាំងពីខ្ញុំអាយុ12ឆ្នាំបាទជាង20ឆ្នាំហើយដែលខ្ញុំបានដើរតាមជំនឿនេះហើយខ្ញុំចង់កាត់ការសិក្សានៅសាលាព្រះគម្ពីរបាទសិក្សាអំពីទេវសាស្ត្រតាមបែបព្រះគម្ពីររបស់គ្រីស្ទសាសនាដែលជឿព្រះយេស៊ូវគ្រីស្ទបាទរយៈពេល4ឆ្នាំដូច្នេះជាជំនាញផ្នែកគ្រីស្ទសាសនាបាទដូច្នេះខ្ញុំមិនអាចវែកញែកនិងនិយាយអំពីសាសនាផ្សេងដោយมันមានមូលដ្ឋាននោះទេបាទដែលព្រោះតែយើងជំនាញខុសគ្នាបាទបងប្អូនអ្នកជំនាញផ្នែកពុទ្ធសាសនាគាត់អាចបញ្យល់បានល្អជាងខ្ញុំបាទបងប្អូនផ្នែកមូស្លីមសាសនាក៏អាចបញ្យល់បានល្អជាងខ្ញុំដូច្នេះបានជាជំហររបស់ខ្ញុំនឹងមិនមានការប្រៀបធៀបសាសនាណានិងសាសនាណានោះទេដូច្នេះខ្ញុំសូមបញ្យល់បងប្អូនឲ្យយល់បន្តិចអំពីការបែងចែកឬក៏គោលការណ៍នៃសាសនានីមួយៗលទ្ធិឬក៏រូបមន្តនៃសាសនានីមួយៗមានលក្ខណៈខុសគ្នាដែលបងប្អូនកុំយកមកប្រៀបធៀបចោះប្រៀបធៀបឡើងបងប្អូនអាចវែងបាទហើយនឹងច្រឡំឬក៏ការវិបហាគ្នាអញ្ចឹងទៅអ្នកស្រាវជ្រាវសាសនាជាច្រើនបានលើកឡើងយ៉ាងដូចនេះថាមានសាសនានិងប្រព័ន្ធជំនឿរាប់ពាន់ទូទាំងពិភពលោកមានសាសនានិកាយចលនានិងជំនឿប្រពៃណីដាច់ដោយឡែកពីគ្នារាប់ពាន់បងប្អូនរាប់ពាន់នៅលើពិភពលោកមួយនេះតែជំនឿនិងលទ្ធិទាំងអស់នោះសុទ្ធតែមានរូបមន្តនិងគោលលទ្ធិខុសៗគ្នាទៅតាមរូបមន្តខុសៗគ្នាបាទដោយយើងអាចបែងចែកសាសនាឬជំនឿទាំងអស់ជា3ក្រុមទី1គឺជំនឿបែបទេវនិយមឬអតិទេពឬព្រះជាម្ចាស់និយមទី2គឺជំនឿដែលមិនផ្ដោតទៅលើឬពឹងផ្អែកទៅលើអតិទេពឬព្រះជាម្ចាស់ទី3គឺអតិវនិយមបាទអញ្ចឹងយើងបែងចែកជា3ក្រុមនៃជំនឿឬសាសនាទី1ទេវនិយមអតិទេពឬព្រះជាម្ចាស់និយមក្នុងជំនឿនេះយើងចែកជា2ក្រុមទៀតបាទគឺក្រុមទី1គឺជាជឿលើឯកអតិទេពឬក៏ជឿព្រះជាម្ចាស់មានតែមួយនៅក្នុងនោះមានខ្ញុំសូមរៀបរាប់សាសនាសំខាន់ចំនួន3នៅក្នុងក្រុមនៃជំនឿឯកអតិទេពទី1សាសនាគ្រីស្ទគឺជាព្រះជាម្ចាស់មានតែមួយគឺព្រះជាម្ចាស់ឬក៏ Lord ណាឬក៏ God ហ្នឹងហើយដោយគោរពតាមព្រះគម្ពីរហើយព្រះគម្ពីរជាភាសាហេប្រឺហៅថា Bib ទី2សាសនាអ៊ីស្លាមជឿលើព្រះមានតែមួយគឺអល់ឡោះគោរពតាមគម្ពីរកូរ៉ានទី3សាសនាយូដាជឿលើព្រះមានតែមួយគឺព្រះយេហូវ៉ាឬក៏យ៉ាវ៉េគោរពតាមគម្ពីរកូរ៉ានិងគម្ពីរហេប្រឺបាទដូច្នេះនេះជាក្រុមជំនឿលើអតិទេពនិយមដែលជឿថាព្រះមានតែមួយបាទគឺមាន3សាសនានេះដែលសំខាន់នៅលើពិភពលោកនេះដែលជឿថាព្រះមានតែមួយទី2គឺក្រុមពហុអតិទេពឬជឿថាមានអតិទេពឬព្រះជាម្ចាស់ច្រើនអង្គបាទមានដូចជាសាសនាហិណ្ឌូមានជំនឿលើទម្រង់នៃអតិទេពជាច្រើននិងទស្សនៈខុសៗគ្នាអំពីភាពជាព្រះជាម្ចាស់ដោយគោរពតាមគម្ពីរវេទនិងគម្ពីរហិណ្ឌូផ្សេងៗទៀតទី2សាសនាបុរាណក្រិចឬរ៉ូមជឿលើអតិទេពមានច្រើនអង្គទី3សាសនាបុរាណអេស៊ីបជឿអតិទេពមានច្រើនអង្គបាទនេះគឺជាសាសនាសំខាន់មួយចំនួនដែលជឿទៅលើពហុអតិទេពមានច្រើនបាទនៅក្នុងក្រុមអតិទេពនិយមដែរប៉ុន្តែជឿថាមានព្រះជាម្ចាស់មានច្រើនអង្គក្រុមទី2នៃសាសនាដែលមិនផ្ដោតឬពឹងផ្អែកលើអតិទេពឬព្រះជាម្ចាស់ទី1សាសនាសំខាន់ដែលគេស្គាល់គឺព្រះពុទ្ធសាសនាមិន
បង្រៀនថាមានប្រជាម្ចាស់ជាអ្នកបង្កើតជាមូលដ្ឋាននៃការរួចផុតពីទុក្ខនោះទេតែផ្ដោតសំខាន់លើការយល់ដឹងអំពីទុក្ខមូលហេតុនៃទុក្ខនិងវិធីរំដោះខ្លួនពីទុក្ខដោយគោរពតាមគម្ពីរប្រត្រៃបិដកបាទទី2សាសនាចេនគឺមិនទទួលស្គាល់ប្រជាម្ចាស់ជាអ្នកបង្កើតចក្រវាឡទេបាទនេះគឺជាក្រុមនៃនិកាយសាសនាដែលមិនផ្ដោតទៅលើអតិទេពណាឬក៏ពឹងផ្អែកលើអតិទេពក្រុមទី3គឺជាអតិវនិយមបាទក្រុមទី3នៃជំនឿសាសនានេះគឺមិនជឿថាមានប្រជាម្ចាស់នៃចក្រវាឡឬអតិទេពទេគឺដាច់ខាតអត់មានទេបាទហ្នឹងហើយបាទដូចជាខ្ញុំបានរៀបរាប់អំពីភាពខុសគ្នានៃជំនឿសាសនានិកាយនិងជំនឿផ្សេងៗដែលខ្ញុំបានលើកឡើងជាឧទាហរណ៍ដំបូងមិញហ្នឹងខ្ញុំចង់បង្ហាញបងប្អូនថាក្រុមនៃសាសនានីមួយៗមានលក្ខណៈខុសគ្នាដាច់ស្រឡះតែម្ដងក្រុមដែលជឿទៅលើអតិទេពនិយមគឺជឿទៅពីវត្តមានឬលក្ខណៈរបស់អតិទេពនិងឫទ្ធានុភាពរបស់អតិទេពឬក៏ប្រជាម្ចាស់នៃចក្រវាឡហ្នឹងបាទហើយក្រុមដែលមិនពឹងផ្អែកលើអតិទេពឬក៏មិនផ្ដោតទៅលើអតិទេពគឺមិនបានបង្រៀនឬក៏ឲ្យមនុស្សផ្ដោតទៅលើអតិទេពទេដូច្នេះមានរូបមន្តនិងគោលលទ្ធិបែបផ្សេងបាទដែលមិននិយាយពីរឿងអតិទេពទេបាទដូចខ្ញុំបានបញ្យល់ពីដំបូងមិញបាទហើយក្រុមទី3គឺក្រុមអត់ជឿថាមានអតិទេពតែម្ដងមិនមានវត្តមានអតិទេពបាទដូច្នេះក្រុមនោះគឺមិនបានបង្រៀនឬក៏ផ្ដោតឬក៏និយាយពីអតិទេពទេគឺនិយាយគឺដាច់ខាតគឺអត់មានតែម្ដងបាទនេះជាក្រុមនៃជំនឿមួយក្រុមទៀតបាទដូច្នេះទាំង3ក្រុមមានមូលដ្ឋានខុសគ្នាបាទនៃគោលលទ្ធិដូច្នេះការពន្យល់ក៏ខុសគ្នាដែរដូច្នេះបានដោយសារហេតុនេះហើយបានយើងមិនអាចប្រៀបធៀបអំពីក្រុមមួយទៅក្រុមមួយបាននោះទេដូច្នេះដូចជាខ្ញុំបាននិយាយថាខ្ញុំអាចនិយាយបានត្រឹមតែក្រុមជំនឿដែលខ្ញុំជឿតែប៉ុណ្ណោះគឺខ្ញុំជឿទៅលើអតិទេពនិយមឬក៏ព្រះជាម្ចាស់ដែលនៅក្រុមព្រះជាម្ចាស់មានតែមួយអង្គឬក៏ព្រះឬក៏ឯកអតិទេពណាហ្នឹងហើយដែលខ្ញុំបានរៀបរាប់ពីដំបូងមិញហ្នឹងតើឯកអតិទេពឬប្រជាម្ចាស់មានតែមួយមានសាសនាណាខ្លះហើយខ្ញុំជំនឿគ្រិស្តបរិស័ទគឺខ្ញុំនៅក្នុងនឹងឯងបាទគឺជឿទៅលើព្រះមានតែមួយនៅក្នុងជំនឿអតិទេពនិយមបាទនេះឯងបងប្អូនយល់អ្វីខ្ញុំបានបញ្យល់ទេអាចចាប់បាននេះកន្លែងនេះខ្ញុំលើកឡើងនេះដើម្បីបងប្អូនបានយល់បែបនេះថានៅក្នុងជំនឿសាសនាសកលគឺមានរូបមន្តនិងលទ្ធិផ្សេងពីគ្នាដាច់ពីគ្នាដែលយើងមិនអាចយកលទ្ធិមួយមកប្រៀបធៀបមួយលទ្ធិមួយបានទេដោយសារតែរូបមន្តវាខុសគ្នាអញ្ចឹងណាហ្នឹងហើយដូចជារូបមន្តគណិតវិទ្យាអញ្ចឹងតាគុណបែបផ្សេងបូកផ្សេងដកផ្សេងចែកផ្សេងមិនអាចគិតដូចគ្នាបានមែនទេហ្នឹងហើយគុណដឹងគុណចែកដឹងចែកបូកដឹងបូកបាទដូច្នេះនៅក្នុងគោលលទ្ធិនៃជំនឿសាសនាគឺជារូបមន្តខុសគ្នាដាច់ពីគ្នាมันអាចយកមកប្រៀបធៀបហើយនឹងទាញហេតុផលថាមួយណាខុសមួយណាត្រូវនោះទេវាត្រូវតែបែបម៉េចដែរគឺមានន័យថាវាប្រៀបបីដូចជាម្ហូបមួយតុបាទម្ហូបមួយតុណាដែលមានមុខម្ហូបខុសគ្នាដូចជាមានអីគេខ្លះបាទមានស្លកកូរបាទស្ងោរមាន់ឬក៏ចៀនត្រីអីចឹងទៅនៅលើតុតែមួយហ្នឹងហើយមានរសជាតិសំគ្រឿងខុសគ្នាបាទតែជាម្ហូបនៅលើតុរបស់បងប្អូនដូច្នេះអាចបងប្អូនខ្លះប្រតិកម្មជាមួយសាច់អញ្ចឹងទៅណាដូច្នេះអត់ហូបសាច់ទេក៏ហូបបន្លែបាទបងប្អូនខ្លះក៏ហូបបន្លែបរិភោគបន្លែអញ្ចឹងទៅដូចជារឿងសឡកកូរហើយបងប្អូនខ្លះទៀតក៏ថាខ្ញុំចង់ហូបសាច់ប្រូតេអ៊ីនដូច្នេះក៏ហូបអីគេហូបសាច់មាន់អីចឹងទៅឬហូបសាច់គោអញ្ចឹងទៅនៅក្នុងម្ហូបដែលខ្លួនអាចហូបបានបាទហើយមួយទៀតក៏ថាខ្ញុំតមប្រូតេអ៊ីនខ្ញុំចង់អាចហូបបានត្រឹមត្រីអីចឹងទៅណាហ្នឹងហើយដូច្នេះក៏ហូបស្ងោរត្រីអញ្ចឹងទៅអញ្ចឹងមានន័យថានៅក្នុងលើតុនេះគឺមានម្ហូបខុសគ្នាដែលពេលខ្លះបងប្អូនជ្រើសរើសទៅតាមលក្ខណៈភាពនៃបងប្អូនដែលអាចហូបបាននិងទទួលយកបានយ៉ាងទៅតាមរូបមន្តនៃម្ហូបនីមួយដូច្នេះខ្ញុំចង់បញ្ជាក់យ៉ាងដូចនេះថាជំនឿសាសនាទាំងអស់អត់ដូចគ្នាទេបងប្អូនមិនអាចប្រៀបធៀបសាសនាមួយទៅសាសនាមួយបានទេដូច្នេះហើយបានជាគោលការណ៍របស់ខ្ញុំសូមពន្យល់ត្រឹមតែជំនឿក្នុងគ្រិស្តបរិស័ទតែប៉ុណ្ណោះតែគ្រិស្តបរិស័ទឈើចំហនៃរូបមន្តឬគោលលទ្ធិបែបណាដើម្បីឲ្យបងប្អូនគ្រាន់តែស្វែងយល់តែប៉ុណ្ណោះថាតើក្នុងជំនឿគ្រិស្តបរិស័ទនោះឈើលើចំហអ្វីបាទដោយមិនប្រៀបធៀបជាមួយសាសនាដទៃនេះបងប្អូនយល់ទេបាទចឹងនេះបងប្អូនកុំយល់ច្រឡំទេណាកុំយកសំណួរពីសាសនាផ្សេងមកសួរខ្ញុំណាហ្នឹងហើយតែបងប្អូនអាចសួរនៅក្នុងសាសនាគ្រិស្តបាទសាសនាគ្រិស្តជឿវាម៉េចបាទនៅក្នុងជំនឿនីមួយដោយមិនយកការប្រៀបធៀបមកនោះទេអញ្ចឹងដូចជាឧទាហរណ៍ដូចជាសំណួររបស់បងម្នាក់ដែលបានសួរមកកាន់ខ្ញុំតាក់ទងជាមួយនឹងថាតើមនុស្សសត្វ
នឹងភាពរស់ផ្សេងទៀតដែលគេនឹងតាមជំនឿខ្មែរនោះអាចមានន័យថាអាចកើតមកជាមនុស្សវិញបាននៅតាមទើងនៃការកសាងកុសលរៀងខ្លួនបាទមានថាអាចជីវិតទាំងអស់អាចត្រឡប់មកផែនដីបានវិញម្ដងទៀតបាទនោះជារូបមន្តមួយបាទរូបមន្តមួយនៃជំនឿបែបពុទ្ធសាសនាបាទខ្ញុំសូមបញ្ជាក់ត្រង់នេះបន្តិចណាជាជំនឿបែបពុទ្ធសាសនាចុះបើខ្ញុំប្រាប់បងប្អូនថានៅក្នុងជំនឿគ្រិស្តបរិស័ទតាមព្រះគម្ពីរនិងរូបមន្តនៃជំនឿគ្រិស្តបរិស័ទដោយសារគ្រិស្តបរិស័ទឈើលើព្រះគម្ពីរដោយសាសនាដទៃផ្សេងទៀតដែរដែលមានព្រះគម្ពីររៀងខ្លួនដូច្នេះក្នុងជំនឿគ្រិស្តបរិស័ទបានឈើទៅលើមូលដ្ឋាននៃជំនឿថាមនុស្សដែលស្លាប់ទៅមិនអាចត្រឡប់មកផែនដីវិញបានទេតើខ្ញុំត្រូវបញ្យល់បែបម៉េចទៅដល់បងប្អូនឲ្យយល់ពីការទាំងអស់នេះព្រោះដោយសារតែនោះជាគោលលទ្ធិបាទនោះគឺជារូបមន្តបាទដែលបញ្ជាក់ដាច់ខាតថា1 + 1 គឺ 2 ហ្នឹងហើយ1 + 1 គឺ 2 មានន័យថាក្នុងជំនឿគ្រិស្តបរិស័ទជឿថាស្លាប់ហើយមិនមកវិញទេបាទហើយមនុស្សដែលកើតរាល់ថ្ងៃគឺជាមនុស្សថ្មីបាទជាមនុស្សថ្មីនេះជារូបមន្តរបស់គ្រិស្តបរិស័ទនិងជំនឿរបស់គ្រិស្តបរិស័ទឬក៏គោលលទ្ធិដែលដាច់ខាតណាគឺ1 + 1 គឺស្មើ2ណាបងប្អូនយល់បែបនេះទេដូច្នេះបងប្អូនមិនអាចប្រៀបធៀបជំនឿរបស់គ្រិស្តបរិស័ទមួយនេះទៅកាន់ជំនឿនៅសាសនាដទៃផ្សេងទៀតបានទេបាទព្រោះសាសនាដទៃផ្សេងទៀតគេមានគោលលទ្ធិឬមានព្រះគម្ពីរខុសគ្នានិងគោលលទ្ធិខុសគ្នាដែលបញ្ជាក់ថាមនុស្សអាចមកផែនដីវិញបាទនេះខ្ញុំអត់បដិសេធទេបាទសាសនាដទៃអាចមានសិទ្ធិជឿដូចគ្នាថាមនុស្សអាចមកផែនដីវិញបានក៏ជាអ្វីដែលពួកលោកអាចទទួលយកបានដោយជំនឿរៀងខ្លួនព្រោះបីខ្ញុំបានបង្រៀនថានៅក្នុងលើតុមួយមានម្ហូបជាច្រើនបងប្អូនចង់ហូបមួយណាហូបទៅតាមជំរឿនិងការសម្រេចចិត្តបងប្អូននឹងការហូបតាបាទมันមានការបង្ខិតបង្ខំថាបង្ខំបងហូបនៅអ្វីដែលបងប្អូនមិនអាចហូបកើតនោះទេបងយល់ទេបាទដូច្នេះខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ហើយក៏មានការប្រៀបធៀបអីបាទហើយបងប្អូនអាចសួរត្រឹមលក្ខន្តិកៈមួយនៃជំនឿសាសនានីមួយៗបាទដូចខ្ញុំខ្ញុំជំនាញផ្នែកសាសនាគ្រិស្តជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទដូច្នេះខ្ញុំអាចបញ្យល់បានត្រឹមតែដែនកំណត់របស់ខ្ញុំគឺអំពីជំនឿលើព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះដូច្នេះខ្ញុំអាចបញ្យល់ប៉ុណ្នេះបងអាចយល់បានទេបាទហើយបងប្អូនបងចង់យល់ដឹងបន្ថែមទៀតអំពីដែលខ្ញុំនិយាយថាមនុស្សមិនអាចកើតមកលើផែនដីវិញបងអាចទៅមើលវីដេអូចាស់របស់ខ្ញុំបានដែលខ្ញុំបញ្យល់រួចហើយថាហេតុអ្វីបានគ្រិស្តបរិស័ទជឿថាមនុស្សដែលស្លាប់ទៅមិនអាចវិលត្រឡប់មកវិញខ្ញុំអាចបញ្យល់រួចហើយអាចទៅមើលក្នុងវីដេអូចាស់របស់ខ្ញុំមុនបានបាទអញ្ចឹងអរគុណខ្ញុំសង្ឃឹមបងប្អូនដទៃទៀតនឹងយល់ហើយបងប្អូនមានសំណួរដូចខ្ញុំប្រាប់អញ្ចឹងថាសូមសួរដោយមិនបាច់មានការប្រៀបធៀបបាទសួរក្នុងលក្ខខណ្ឌរបស់គ្រិស្តបរិស័ទនៅចំណុចណាមួយដែលបងប្អូនឆ្ងល់តែប៉ុណ្ណោះហើយខ្ញុំក៏បញ្យល់ក្នុងលក្ខខណ្ឌតិកៈនៃជំនឿគ្រិស្តបរិស័ទដោយមិនប៉ះពាល់សាសនាដទៃបាទអរគុណសូមដឹងថានេះជាក្តីស្រឡាញ់របស់ខ្ញុំនេះជាការចែករំលែករបស់ខ្ញុំតែប៉ុណ្ណោះជាចំណេះដឹងមួយដែលបងប្អូនអាចពិចារណាដោយខ្លួនឯងបានបាទអរគុណច្រើនបើវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនសូមជួយ like ជួយ follow និងចែករំលែកកាន់អ្នកទៀតផងដែរមានសំណួរបែបណាឬមាន comment បែបណាសូមអាចតម្លាក់ comment បានហើយប្រកបដោយក្រមសីលធម៌អរគុណសូមព្រះជាម្ចាស់ប្រទានពរបងប្អូនយ៉ាងបរិបូរណ៍សូមជម្រាបលា